នៅពេលយើងចាប់ផ្ដើមដំណើរក្នុងមួយថ្ងៃដើមអាចមើលទៅពិបាកតែបើអ្នកក្លាហានធ្វើជំហានដំបូងនោះជីវិតចាប់ផ្ដើមផ្លាស់ប្ដូរកុំខ្លាចបរាជ័យព្រោះវាគ្រាន់តែជាកន្លែងចាប់ផ្ដើមមនុស្សគ្រប់គ្នាក៏មានពេលធ្លាក់ចុះដែរពេលអ្នកបរាជ័យមិនមាននរណាម្នាក់និយាយថាអ្នកខ្សោយទេវាគ្រាន់តែបង្ហាញថាអ្នកកំពុងព្យាយាមអ្វីដែលសំខាន់គឺមិនមានការធ្លាក់ខ្លះឡើងប៉ុន្មានដងទេតែជាការក្រោកឡើងពេលខ្លះឡើងរាល់ដងចិត្តរឹងមាំគឺការចេញពីការមិនបោះបង់បន្តដំណើររបស់អ្នកទោះបីជាការរីកចម្រើនតិចតួចក៏ដោយកំឡែងតូចៗដែលអ្នកជួបរងចាំគឺជាផុសតាងថាអ្នកកំពុងទៅមុខនៅថ្ងៃអ្នកឈានដល់កំពូលអ្នកនឹងយល់ថាបរាជ័យមិនមែនចុងបញ្ចប់ទេវាគ្រាន់តែជាមេរុងសម្រាប់អ្នកឡើងខ្ពស់ជាងមុនបន្តទៅមុខអនាគតរបស់អ្នករងចាំ